ថៃប្រឹងអូសពេលវេលាបង្ខំរំលោភច្បាប់អន្តរជាតិទាំងបំពេញដែលជាយុទ្ធសាស្ត្របង្កើតឱកាសកាន់កាប់ដីខ្មែរបានយូរឲ្យអន្តរជាតិមើលឃើញថាខ្លួនជាម្ចាស់ពិភពលោកសពថ្ងៃមិនស្ងប់ស្ងាត់ដូចមុនទៀតឡើយហើយក៏មិនមែនដូចកាលពី100ឆ្នាំមុនដែរគណៈសង្គ្រាមបច្ចេកវិទ្យាអាវុធសេដ្ឋកិច្ចនិងការប្រកួតប្រជែងអំណាចកំពុងកំណត់ទិសដៅនយោបាយអន្តរជាតិថ្មីក្នុងបរិបទនេះមានសំណួរសួរថាតើការអូសពេលវេលានិងការដាក់សម្ពាធរបស់ថៃតាមបណ្ដោយព្រំដែនកម្ពុជាគឺជាយុទ្ធសាស្ត្រកាន់កាប់ដោយខុសច្បាប់ដើម្បីបង្កើនឱកាសតវ៉ាលើឆាកអន្តរជាតិមែនទេចម្លើយគឺពិតជាការពិតមែនប៉ុន្តែកម្ពុជាមិនអនុញ្ញាតឲ្យផែនការរបស់ថៃបានសម្រេចនោះឡើយបន្ទាប់ពីបទជប់បាញ់កម្ពុជាបានបញ្ជាក់ច្បាស់ថាភាគីថៃបានចូលកាន់កាប់ដីកម្ពុជាដោយខុសច្បាប់ការរំកិលបង្គោលព្រំដែនការបិទផ្លូវដោយដាក់ទូកុងតឺន័រការរីបន្លាលួសការរីរាំងប្រជាពលរដ្ឋមិនឲ្យត្រឡប់ទៅកាន់លំនៅឋាននិងការខូចខាតទីតាំងប្រវត្តិសាស្ត្រដែលជាភស្តុតាងមិនអាចឲ្យថៃបដិសេធបានទេនេះវាមិនមែនជាបញ្ហាមតិរិះគន់ទេក៏ប៉ុន្តែវាជាបញ្ហាអធិបតេយ្យជាតិរបស់យើងគណៈកម្ពុជាទាមទារភាពច្បាស់លាស់ថៃវិញហាក់កំពុងប្រើយុទ្ធសាស្ត្រអូបន្លាយស្ថានភាពដែលយកលេសនយោបាយនៅក្នុងស្រុករបស់ខ្លួនដូចជាការបោះឆ្នោតនិងការរៀបចំក្របខ័ណ្ឌថ្មីដើម្បីពន្យាពេលនៃការចរចាជាដើមតែទោះយ៉ាងណាកម្ពុជាមិនអង្គុយចាំបានទេក៏ប៉ុន្តែបន្តប្រមូលភស្តុតាងតាមដានយ៉ាងស្អិតរមួតនិងចុះពិនិត្យទីតាំងរំលោភបំពានដោយផ្ទាល់តែម្ដងយ៉ាងណាការទម្លាយព័ត៌មានរបស់សារព័ត៌មានអន្តរជាតិអំពីការខូចខាតប្រាសាទខ្មែរប្រាសាទបុរាណរបស់ខ្មែរតាមបណ្ដោយព្រំដែនបានបើកភ្នែកសាធារណមតិពិភពលោកឲ្យមើលឃើញឲ្យបានដឹងកាន់តែលឿននិងឆាប់រហ័សនៅពេលដែលតំបន់មួយចំនួនរួមទាំងប្រាសាទបុរាណរបស់កម្ពុជាត្រូវបានហាមឃាត់និងមានវត្តមានយ៉ាងច្រើនក្រៃលែងពីសំណាក់យោធាថៃនៅលើទឹកដីកម្ពុជាភាពពិតកាន់តែត្រូវបានលាតត្រដាងអំពីចរិតមាយាទឈ្លានពានរបស់ថៃទៅកាន់ពិភពលោកសារព័ត៌មានមិនមែនជាគូប្រជែងនយោបាយទេក៏ប៉ុន្តែជាកញ្ចក់បញ្ចាំងភាពពិតដែលធ្វើឲ្យការលាក់បាំងទាំងឡាយនោះគឺមិនអាចបន្តបានយូរនោះទេដូច្នេះសរុបមកវិញការអូសពេលវេលារបស់ថៃមិនមានន័យថាកម្ពុជាត្រូវទទួលស្គាល់ឬត្រូវរងភាពអយុត្តិធម៌ឡើយជំហររបស់កម្ពុជាគឺរុញបញ្ហាទៅកាន់ច្បាប់និងការទូតដើម្បីការពារទឹកដីរបស់ខ្លួនដោយប្រាជ្ញានិងគោរពទៅតាមច្បាប់អន្តរជាតិជាគោល